ជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតធំពេជ្រធីតាជាវិជ្ជបណ្ឌិតឯកទេសរោគកុមារចាសំណួរដែលនាងខ្ញុំតែងតែជួបប្រទះពីប៉ាម៉ាក់គឺគាត់តែងតែសួរថាតើអាយុប៉ុន្មានទើបកូនរបស់គាត់អាចមើលទៅតាមអេក្រង់ទូរស័ព្ទឬក៏ iPad បានចាទៅតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោកក៏ដូចជាសមាគមគ្រូពេទ្យកុមារនៅអាមេរិកគេបានលើកឡើងថាកុមារអាយុក្រោម2ឆ្នាំគឺមិនអនុញ្ញាតឲ្យប្រើប្រាស់ទូរស័ព្ទឬក៏ iPad នោះទេដោយសារតែពួកគាត់នៅក្នុងវ័យមួយដែលត្រូវការការអភិវឌ្ឍហើយតកតងជាមួយនឹងការអភិវឌ្ឍនោះដែរគឺកើតឡើងពីការរៀនពីមនុស្សជុំវិញខ្លួនក៏ដូចជាពិភពលោកជុំវិញខ្លួនដូចនេះហើយបើករណីដែរគាត់ប្រើប្រាស់អេក្រង់ច្រើនពេកគឺធ្វើឲ្យគាត់បាត់បង់នៅទំនាក់ទំនងឬក៏ការរៀនទាំងនោះចាជាក់ស្ដែងនាងខ្ញុំក៏ជាម្ដាយហើយមានកូនអាយុ1ខួបកន្លះនាងខ្ញុំយល់ពីការលំបាករបស់មេដាបេដាដូចគ្នាដូចនេះហើយតកតងជាមួយនឹងការមើលគឺយើងអាចជ្រើសរើសរបៀបឲ្យបានត្រឹមត្រូវគឺយើងកុំឲ្យកូនរបស់យើងមើលលើសពីកន្លះម៉ោងក្នុងមួយថ្ងៃហើយពេលដែលមើលគឺយើងត្រូវជ្រើសរើសវីដេអូណាដែលមានការអប់រំហើយយើងត្រូវតែនៅមើលជាមួយគាត់ចំណែកតកតងជាមួយនឹងការមើលអេក្រង់ឬក៏ screen time ហើយនឹងការគេងក៏មានផលប៉ះពាល់ដែរដោយសារតែតកតងមួយភ្លើងរបស់អេក្រង់ហ្នឹងគឺវាអាចទៅបង្អាក់ការផលិតអរម៉ូនមួយដែលគេហៅថា melatonin អញ្ចឹងអរម៉ូននោះជាអរម៉ូនដែលធ្វើឲ្យកូនរបស់យើងងុយគេងអញ្ចឹងករណីដែលការផលិតអរម៉ូនមិនបានគ្រប់គ្រាន់ធ្វើឲ្យកូនរបស់យើងអាចមានការគេងមិនគ្រប់គ្រាន់ដូចគ្នាហើយកូនរបស់យើងអាចនឹងឆាប់មួម៉ៅខឹងច្រើនក៏ដូចជាប៉ះពាល់ទៅដល់ការរៀនហើយក៏ប៉ះពាល់ទៅដល់សុខភាពរាងកាយរបស់កូនផងដែរចា៎បញ្ហាមួយទៀតដែលយើងជួបប្រទះគឺពេលដែលកូនរបស់យើងកំពុងតែមើលយើងដកចេញភ្លាមគឺគាត់អាចនឹងយំបោកខ្លួនជាដើមដោយសារគាត់ផ្ទុះកំហឹងចាដូច្នេះករណីនេះកើតឡើងម៉ាក់ប៉ាកំទាន់អាចបន្ទោសខ្លួនឯងកំទាន់បន្ទោសកូនរបស់យើងព្រោះបើតាមវិទ្យាសាស្ត្រគឺវាកើតឡើងដោយសារតែប្រព័ន្ធប្រសាទរបស់ក្មេងកំពុងទទួលការរំញោចខ្លាំងដោយសារតែពេលដែលគាត់កំពុងមើលវីដេអូជាដើមជាវីដេអូឬក៏ហ្គេមគឺបង្កើតឡើងដើម្បីភាពសប្បាយរីករាយហើយរំញោចទៅលើប្រព័ន្ធប្រសាទគាត់ខ្លាំងដូច្នេះនៅពេលដែលយើងបង្អាក់ដកចេញភ្លាមកូនរបស់យើងនឹងទទួលអារម្មណ៍មួយគឺធ្លាក់ទឹកចិត្តភ្លាមក្នុងកំឡុងពេលដែលគាត់កំពុងតែរីករាយខ្លាំងដូចនេះហើយដំណោះស្រាយរបស់យើងគឺមុននឹងយើងឈប់ឲ្យកូនរបស់យើងមើលគឺយើងត្រូវប្រាប់ជាសញ្ញាឲ្យគាត់មុនដើម្បីឲ្យប្រព័ន្ធប្រសាទរបស់គាត់ទទួលយកអញ្ចឹងម្ដាយឪពុកអាចប្រាប់កូនថាដល់ចិត្តដល់ម៉ោងហើយ5ទៅ10នាទីទៀតអញ្ចឹងយើងនឹងឈប់ឲ្យកូនមើលអញ្ចឹងពេលហ្នឹងកូនរបស់យើងអាចនឹងទទួលស្គាល់នៅតកតងជាមួយនឹងអារម្មណ៍ហ្នឹងគឺបានល្អជាងមុនចា៎ចឹងគាត់អាចគ្រប់គ្រងអារម្មណ៍របស់គាត់បានល្អជាងមុនដែរតែចំណុចមួយទៀតមានមតិខ្លះលើកឡើងថាកូនគឺគាត់អាចរៀនទៅតាមវីដេអូឬក៏តាក់ទងជាមួយនឹងច្រៀងចម្រៀងអីថ្មីឬក៏រៀនពាក្យថ្មីជាដើមជាក់ស្ដែងកូនរបស់យើងពិតជាអាចចេះពាក្យថ្មីឬក៏ច្រៀងចម្រៀងទៅតាមវីដេអូពិតមែនប៉ុន្តែការរៀនបែបនេះគឺជាការរៀនតែម្ខាងដែលមិនសូវជាមានភាពត្រឹមត្រូវសម្រាប់កូនរបស់យើងនោះទេដោយសារកូនគឺគាត់ត្រូវការរៀនដែលមានទំនាក់ទំនងចឹងគាត់ត្រូវការឆ្លើយឆ្លងដូច្នេះហើយបើករណីដែលយើងដាក់វីដេអូឲ្យកូនរបស់យើងមើលយើងត្រូវតែអង្គុយមើលជាមួយគាត់ហើយយើងសួរនាំគាត់អំពីសកម្មភាពនៅក្នុងវីដេអូនោះដើម្បីឲ្យកូនរបស់យើងមានទំនាក់ទំនងមួយដែលត្រឹមត្រូវចាជាចុងក្រោយនឹងខ្ញុំដឹងថាម៉ាក់ប៉ាទាំងអស់គ្នាគឺពិតជាខិតខំប្រឹងប្រែងរាល់ថ្ងៃហ្នឹងគឺដើម្បីកូនរបស់យើងចង់ឲ្យកូនរបស់យើងមានអនាគតល្អដូច្នេះសកម្មភាពមួយដែលយើងអាចធ្វើបានគឺយើងចាប់ផ្ដើមកំណត់ទៅតកតងជាមួយនឹងម៉ោងដែលកូនរបស់យើងអាចមើលទៅលើអេក្រង់ឬក៏ screen time បានអញ្ចឹងការកំណត់ម៉ោងមើលអេក្រង់ថ្ងៃនេះគឺជាការដែលយើងជួយទៅដល់សុខភាពផ្លូវចិត្តផ្លូវកាយរបស់គាត់ក្នុងពេលអនាគតចា៎សូមអរគុណ